ខ្ញុំចេះតែម្យ៉ាងគឺខ្ញុំមិនទាន់ចេះរឿងសន្ទូចមាសទទួលស្គាល់ថាខ្លួនឯងមិនចេះជាជាងបន្លំធ្វើចេះតើយើងស្គាល់ពីខ្លួនឯងពិតប្រាកដហើយឬនៅតើនរណាដែលមិនស្គាល់ពីខ្លួនឯងបាទសុំទោសមិនមែនស្គាល់ដូចនៅលើអត្តសញ្ញាណប័ណ្ណនោះទេមានមនុស្សជាច្រើនដែលប្រើជីវិតរាប់សិបមកហើយតែនៅតែមិនទាន់ដឹងថាខ្លួនឯងត្រូវការអ្វីចង់បានអ្វីសំគួរនឹងខ្លាយទៅជាអ្វីខ្លួនមានសមត្ថភាពប៉ុណ្ណាចាំបាច់ត្រូវចេះអ្វីខ្លះទៀតការដែលមិនដឹងពីខ្លួនឯងធ្វើឲ្យយើងដើរដោយមិនមានទិសដៅច្បាស់លាស់រវល់តែចាប់អារម្មណ៍នឹងភាពខ្លែងបន្លំខាងក្រៅมันបានសេចក្ដីក៏ទៅដល់តម្រូវការដ៏ពិតប្រាកដនៅក្នុងផ្លូវជីវិតរបស់យើងគួរតែទទួលស្គាល់និងកំណត់ឲ្យបានច្បាស់លាស់នៅអ្វីដែលយើងចេះនិងអ្វីដែលយើងមិនចេះបើយើងមិនធ្លាប់ចូលទៅក្នុងរណ្ដៅនៃភាពសពិចសពិលរវាងការចេះនិងការមិនចេះឬចេះបន្តិចបន្តួចធ្វើជាចេះច្បាស់មិនចំពោះត្រូវធ្វើអ្វីក៏ដោយបើយើងមិនរក្សាជំហរនៃការពិតបើចូលចិត្តអួតខ្លួនក្អេងក្អាងធ្វើជាចេះដឹងហួសសមត្ថភាពឬផ្ដោតទៅការចាប់អារម្មណ៍ទៅលើតែសម្បកក្រៅតែម្យ៉ាងមើលរំលងពីភាពពិតប្រាកដនៃអត្ថប្រយោជន៍អ្នកពិតជាលំបាកនៅក្នុងការស្វែងរកជោគជ័យក្នុងជីវិតណាស់នាសម័យឈុនជីឈៀវក្នុងខេត្តលូមានបុរសម្នាក់ចូលចិត្តស្ទូចត្រីជាខ្លាំងគេលះបង់ទ្រព្យធនយ៉ាងច្រើននៅក្នុងការរៀបចំត្រៀមឧបករណ៍ផ្សេងសម្រាប់ស្ទូចត្រីតែមិនបានចាប់អារម្មណ៍នៅក្នុងការហ្វឹកហាត់អំពីវិធីស្ទូចត្រីឡើយគេធ្វើផ្ទុយពីអ្នកស្ទូចត្រីដទៃដែលទិញសាច់ល្អយកមកប្រឡាក់គ្រឿងយ៉ាងឈ្ងុយឆ្ងាញ់សម្រាប់ធ្វើនុយយកមាសមកដំធ្វើជាផ្លែសន្ទូចយកសរសៃប្រាក់មករុំនិងគប់គុជបង្កប់ដកតាមដងសន្ទូចថែមទាំងតុបតែងដោយរំយោលធ្វើពីរោមសត្វថ្លៃរាល់ពេលទៅស្ទូចត្រីគេតែងតែទៅដល់មាត់ស្ទឹងតាំងពីព្រលឹមស្រាងនិងបន្ទាប់ពីរកទីតាំងបានសមរម្យរៀបចំកន្លែងដាក់អីវ៉ាន់ម្ហូបអាហាររួចស្រេចបាច់គេក៏អង្គុយស្ទូចត្រីយ៉ាងស្ងៀមស្ងាត់បើសង្កេតពីលក្ខណៈឥរិយាបថរបៀបអង្គុយនិងរបៀបកាន់ដងសន្ទូចមើលទៅស័ក្តិសមឥតខ្ចោះទំនើងអស់ស្ទះប៉ុន្តែពីព្រលឹមដល់ព្រលប់អ្នកស្ទូចត្រីផ្សេងគេបានត្រីពេញទ្រុងឯបុរសសង្ហាយើងបានត្រឹមតែ2-3ក្បាលថ្ងៃខ្លះបានត្រឹមតែលីដងសន្ទូចនឹងទ្រុងទៅផ្ទះតែប៉ុណ្ណោះនោះក៏ព្រោះតែហេតុអ្វីព្រោះតែគេផ្ដល់ភាពសំខាន់តែមួយមុខទៅលើតែឧបករណ៍ស្ទូចត្រីគេមិនបានខ្វល់ខ្វាយនឹងស្រាវជ្រាវរិះគិតរកវិធីនិងភាពជំនាញផ្សេងក្នុងការស្ទូចត្រីឲ្យកាន់តែប្រសើរឡើងនោះទេហេតុនេះទោះបីជាឧបករណ៍របស់គេល្អជាងរាប់សិបដងបើមិនចេះស្ទូចនៅតែអត់ប្រយោជន៍ដោយពាក្យខ្មែរតែងពោលថាល្អមើលតែមិនល្អស៊ីដូច្នេះឯងរូបភាពខាងក្រៅទោះបីជាសំខាន់ខ្លះក៏ដោយតែអ្វីដែលសំខាន់គឺភាពពិតជាឫសគល់ខាងក្នុងជាពិសេសត្រូវតែរកឲ្យឃើញខ្លួនឯងនៅខ្វះខាតត្រង់ចំណុចណាខ្លួនឯងមិនទាន់ចេះអ្វីខ្លះត្រូវរៀបចំបំពេញបន្ថែមយ៉ាងណាឲ្យបានល្អប្រសើរជាងមុនមិនគួរយល់ថាខ្លួនឯងឆ្លាតគ្រប់គ្រាន់ហើយចេះអ្វីដែលខ្លួនឯងបានគិតធ្វើនោះត្រឹមត្រូវអស់ហើយធ្វើខ្លួនយើងខ្វះការពិចារណាដើម្បីអភិវឌ្ឍខ្លួនឯងឲ្យកាន់តែប្រសើរច្រើនទៅរីកចម្រើនទៅមុខងាយស្វកអោនដាក់គ្រាប់Chester ធ្វើភ្លើល្អជាង Chester ត្រូវរៀនបន្ថែមឲ្យបានច្បាស់បើមិនដូច្នោះអ្នកនឹងត្រូវចំណាយខ្ពស់លើសពីតម្លៃធម្មតាច្រើនដងទៅទៀត